តើអ្នកធ្លាប់គិតបន្តិចទេថាមុននឹងយើងមានថ្ងៃនេះតើមានដំណក់ញើសប៉ុន្មានស្រកដែលឪពុកម្ដាយបានលះបង់តាំងពីដង្ហើមដំបូងដែលយើងចាប់កំណើតគាត់មិនដែលរអ៊ូពីការហត់នឿយមិនដែលរុញរានឹងការលំបាកដើម្បីតែផ្ដល់ឲ្យយើងនៅអាហារឆ្ងាញ់បំពេញនៅភាពកក់ក្ដៅនិងការអប់រំដ៏ល្អដៃដែលធ្លាប់រឹងមាំកាន់តែគ្រើមនិងញ័រទៅតាមវ័យចំណែកសក់ដែលធ្លាប់ខ្មៅរលោងក៏ប្រែទៅជាស្កូវព្រោះតែការបារម្ភពីកូនការគោរពប្រតិបត្តិដល់ឪពុកម្ដាយមិនមែនគ្រាន់តែជាពាក្យសម្ដីប៉ុណ្ណោះទេប៉ុន្តែគឺជាសកម្មភាពមួយគឺការស្ដាប់បង្គាប់ដោយចិត្តស្មោះត្រង់មិនប្រើសម្ដីងក់ងរដាក់គាត់2គឺការមើលថែទាំគាត់នៅពេលដែលគាត់មានវ័យចាស់ជរាដោយដែលគាត់ធ្លាប់មើលថែយើងកាលពីនៅតូច3គឺការរស់នៅជាមួយមនុស្សល្អក្នុងសង្គមដើម្បីឲ្យគាត់មានមោទនភាពនិងអស់បារម្ភកុំចាំទាល់តែគាត់ចាក់ចេញទៅទើបយើងយំស្រែកសោកស្ដាយកុំចាំទាល់តែដល់ថ្ងៃបុណ្យទើបនឹកឃើញទិញនំចំណីជូនគាត់តម្លៃដែលគាត់ខំចិញ្ចឹមយើងមកគឺសងមិនអស់ឡើយប៉ុន្តែអ្វីដែលយើងអាចធ្វើបានបំផុតគឺការផ្ដល់ឲ្យគាត់នៅស្នាមញញឹមនិងក្តីស្រឡាញ់នៅពេលដែលគាត់នៅមានដង្ហើមចងចាំថាពរជ័យដែលស័ក្តិសិទ្ធិបំផុតគឺចេញពីមាត់ឪពុកម្ដាយហើយសុភមង្គលដ៏ពិតប្រាកដគឺការបានធ្វើជាកូនកតញ្ញូ